ព្រឹកមិញមានបងម្នាក់អ្នករាប់អានគ្នាគាត់ឲ្យខ្ញុំជួយ check DV lottery programs ឲ្យគាត់នេះ voice របស់គាត់ check មើលឆ្នោតបងនេះ not in village នោះជាប់ហ្នឹងបាច់ផ្សងសំណាងបងនេះជាអ្វីដែលខ្ញុំឆែកឲ្យគាត់ហើយនៅក្នុងហ្នឹងគឺ not selected នេះខ្ញុំ check ឲ្យគាត់ហើយគេដាក់ចាំគាត់មើលទាំងអស់គ្នាខ្ញុំបញ្ពេញឲ្យគាត់ហើយចុចផាច់ទៅនេះចេញលទ្ធផលមកគឺគេដាក់based on information provided has not been selected ហើយគាត់ check ឲ្យប្រពន្ធគាត់មួយទៀតក៏ដូចគ្នាដែរហើយខ្ញុំក៏ប្រាប់គាត់ថាការដាក់ពាក្យសងសំណាងជាការល្អប្រសិនបើយើងមានឱកាសប៉ុន្តែសម្រាប់គោលដៅជីវិតរបស់យើងអត់អាចផ្សងសំណាងបានទេយើងត្រូវតែ set គោលដៅច្បាស់បើយើងចង់ទៅរស់នៅសហរដ្ឋអាមេរិកយើងត្រូវតែរកវិធីសាស្ត្រក្នុងការទៅរស់នៅឲ្យបានប៉ុន្តែខ្ញុំប្រាប់មួយគឺស្របច្បាប់កុំរស់នៅដោយខុសច្បាប់កាលណាខុសច្បាប់គឺពិបាកដល់ខ្លួនឯងនៅថ្ងៃក្រោយចឹងទេបើសិនជាបងប្អូនចង់ទៅរស់នៅសហរដ្ឋអាមេរិកយើងមានកម្មវិធីមួយល្អហើយលក្ខខណ្ឌងាយហើយអត្រាជោគជ័យគឺខ្ពស់រហូតដល់ 95% បូកគឺកម្មវិធី EB3 កម្មវិធី EB3 ហ្នឹងគឺល្អមែនតើបងប្អូនអាចដាក់ពាក្យតែម្នាក់ឯងអាចទៅបានទាំងគ្រួសារត្រង់នោះមានការងារធ្វើស្រាប់បងប្អូនមាន green card ទាំងគ្រួសារ10ឆ្នាំនិងបងប្អូននឹងទទួលបានសញ្ជាតិទាំងគ្រួសារក្រោយរស់នៅសហរដ្ឋអាមេរិករយៈពេល5ឆ្នាំសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចឆាតបន្តមកថែមទៀតបានអរគុណច្រើន